វាពិតជាមិនល្អទេណាកូនអេមិនដឹងជាស្អីទេពុកទ្រព្យសម្បត្តិក៏មានច្រើនពុកទៅខ្វល់ច្រើនម្ល៉េះទៅខ្វល់នាំតែជាក្បាលអីខ្ញុំធុញណាស់ពុកកុំនិយាយមួយថ្ងៃបានទេពុកណែកូនប្រុសកូនកុំធ្វើអញ្ចឹងណាកូនម៉ែពិតជាពិបាកចិត្តណាស់ពុកវាខ្ញុំប្រហែលជាមិនរស់ទេពុកវាខ្ញុំពិតជាចុកក្នុងទ្រូងខ្លាំងណាស់និយាយអំពីខ្សែជីវិតរបស់ប្អូនប្រុសថៃវិញបន្ទាប់ពីគេចាក់ចេញពីថៃមកគេក៏រកបានប្រពន្ធមួយយ៉ាងល្អហើយរកស៊ីកាន់តែរីកចម្រើននិងចេះជួយយកអាសាគ្នាមានក្តីសុខតែម្ដងអូនសំឡាញ់ថ្ងៃនេះបងទៅលក់អស់នៅឯផ្សារអូនទៅជាមួយបងអត់ទេអូនមិនទៅទេថ្ងៃនេះព្រោះអីអូនបានបេះបន្លែនៅឯក្រោយផ្ទះជាមួយកូនរួចហើយថ្ងៃនេះគិតតែស្លសម្លកកូរទុកឲ្យបងពិសាពេលដែលបងត្រឡប់មកពីផ្សារវិញនឹងបានឆ្ងាញ់មាត់ណាស់បងពិតជាសម្លដែលបងចូលចិត្តណាស់បើអញ្ចឹងបងប្រញាប់ទៅផ្សារនឹងអាចត្រឡប់មកវិញបានហូបសម្លដែលអូនស្លនឹងបានពិសាបាយជុំគ្នាណាអូនធានិងប្រពន្ធមានកូនស្រីមួយវ័យជំទង់យ៉ាងស្រស់ស្អាតដែលល្អទាំងចរិតក្រឹកពីនិងមិនចេះរករឿងចេះស្ដាប់បង្គាប់ឪពុកម្ដាយបានយ៉ាងល្អសូមពុកទៅលក់អស់ចាស់កូននឹងនៅជាមួយម៉ែកូននឹងជួយដាំស្លម៉ែដើម្បីឲ្យពុកមកវិញបានពិសាសម្លកកូរណាពុកទៅចាស់ពុកមិនទាន់ចាស់ឯណាពុកអាចទៅម្នាក់ឯងក៏បានដែរកូននៅជួយធ្វើម្ហូបម៉ែចោះកុំបារម្ភពីពុកអីពុកនឹងប្រញាប់ត្រឡប់មកវិញដើម្បីម្ហូបសម្លកកូរកូននិងម្ដាយកូនធ្វើជូនពុកថែរក្សាខ្លួនផងកូនបារម្ភពីពុកណាពុកប្រញាប់មកវិញកូននឹងប្រញាប់ធ្វើអាហារឲ្យពុកបានពិសាឲ្យបានទាន់ពេលពុកនឹងប្រញាប់ត្រឡប់មកវិញហើយបើពុកលក់អស់បានប្រាក់ច្រើនពុកនឹងទិញខ្សែកឲ្យកូនមួយយ៉ាងស្រស់ស្អាតពុកមកផ្ញើកូនស្រីពុកណាកូនអូននៅចាំបងជាមួយនឹងកូនអូនប្រញាប់ទៅធ្វើម្ហូបដើម្បីទុកឲ្យបងពិសាផងបងទៅចោះម៉ែពុកពិតជាល្អណាស់ម៉ែពិតជារស់ពុកត្រូវណាស់កូនខំឡើងកូននឹងចង់បានស្វាមីដូចជាពុកដែរបើកូនឯងចង់បានស្វាមីដូចជាពុកដែរគឺសម្បត្តិលក្ខណៈកលមាយាជាស្ត្រីដូចជាម៉ែអញ្ចឹងណាកូនត្រូវតែចេះធ្វើម្ហូបអាហារនិងនិយាយស្ដីឲ្យបានល្អម៉ែកូននឹងព្យាយាមស្ដាប់នូវពាក្យសម្ដីម៉ែដែលបានប្រដៅកូននឹងធ្វើឲ្យបានល្អបំផុតមិនឲ្យម៉ែពិបាកចិត្តពីរឿងកូនទេជាច្រើនខែថ្ងៃកន្លងផុតទៅនៅផ្ទះធានិងប្រពន្ធតែងតែខិតខំប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃមិនដែលឈប់សម្រាកដល់ថ្ងៃមួយធាក៏មានជីវភាពធូរធារល្អប្រសើរដូចគេឯងកញ្ចនាកូនម្ដាយកូនទៅណាហើយហេតុអីក៏មិនឃើញម្ដាយកូនមកទទួលពុកអញ្ចឹងកូនម្ដាយកូនជាប់រវល់ទៅណានឹងកូនចាស់ពុកម៉ែនៅឯខាងក្រោយឯណោះតើពុករកម៉ែមានការអីពុកចង់ទៅចាប់ត្រីនៅឯក្រោយឯណោះតើកូនចង់ទៅជាមួយពុកដែរទេសួរម៉ែកូនឯងទៅមើលទៅឬអត់បើកូនឯងមិនទៅពុកទៅតែម្នាក់ឯងក៏បានដែរចាប់ត្រីខាងក្រោយមែនទេពុកចាស់ពុកខ្ញុំសុំទៅជាមួយពុកផងចាំខ្ញុំទៅហៅម៉ែមកសិនយើងទៅទាំងអស់គ្នាណាពុកកូនកំពុងតែចង់ទៅចាប់ត្រីផងអញ្ចឹងកូនទៅប្រាប់ម៉ែកូនឯងទៅថាពុកឲ្យរៀបចំបាយបង្វែកដើម្បីទៅហូបបាយនៅឯមាត់ទឹកនោះផងថាម៉េចយកបាយបង្វែកទៅហូបនៅមាត់ទឹកទៀតអូយគ្រាន់តែគិតក៏សប្បាយចិត្តដែរពុកមានសម្លេងបាក់សៃយំហើយមានត្រីហូបឆ្ងាញ់ទៀតខ្ញុំពិតជាចង់ទៅណាស់ពុកខ្ញុំទៅហៅម៉ែសិនមែនហើយកូនឥឡូវកូនឯងទៅហៅម៉ែកូនឯងមកយើងនឹងទៅឥឡូវនេះព្រោះថ្ងៃកាន់តែជ្រេទៅហើយពុកមិនចង់នៅយូរទៀតទេព្រោះខ្លាចយប់ត្រឡប់មកវិញណាកូនថ្ងៃរសៀលបន្តិចពួកគេម្ដាយនិងកូនក៏បានរៀបរបស់របរដើម្បីទៅចាប់ត្រីនៅឯមាត់អូរ
ពុកទីនេះពិតជាស្រស់ស្អាតណាស់ពុកមាត់អូននេះពិតជាស្រស់ស្អាតកូនខានមកយូរហើយកូនពិតជាសប្បាយចិត្តខ្លាំងណាស់ណាពុកកូនចង់ទៅទីនេះឲ្យបានយូរបងអូនសប្បាយចិត្តខ្លាំងណាស់មិនខុសពីកូននោះទេបងនាំអូនមកទីនេះអូនពិតជាមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ហើយចង់មកទីនេះឲ្យបានញឹកញាប់ណាបង បងក៏សប្បាយចិត្តដូចជាអូនដែរឥឡូវជីវភាពយើងមិនសូវជាដុនដាបកាលពីមុនយើងខ្វះមុខខ្វះក្រោយអញ្ចឹងបងក៏មិនសូវនាំអូនមកទីនេះដែរ អញ្ចឹងធ្វើការផងដើរលេងកំសាន្តផងពិតជាជីវិតរីករាយណាស់ណាពុកល្អសម្រាប់គ្រួសារយើងណាស់ណាពុក កូនស្រីពុកពិតជានិយាយត្រឹមត្រូវណាស់យើងធ្វើការបណ្ដាដើរលេងមួយថ្ងៃពីរថ្ងៃដើម្បីឲ្យសុខភាពផ្លូវចិត្តរបស់យើងបានស្រស់ស្រាយតែក៏មិនត្រូវភ្លេចពីរឿងការងារដែលយើងត្រូវបំពេញដែរណាកូន ពុករបស់កូនពិតជានិយាយបានត្រឹមត្រូវណាស់កូនត្រូវតែស្ដាប់ពាក្យសម្ដីរបស់ពុកកូនដើម្បីឲ្យអនាគតរបស់កូនកាន់តែល្អប្រសើរដូចជាពុកនិងម៉ែអញ្ចឹងណាកូនចាស់ម៉ែកូននឹងព្យាយាមស្ដាប់ពុកកូនមិនជំទាស់នឹងគាត់នោះទេព្រោះកូនចង់បានជីវិតដូចពុកនិងម៉ែណា តែបើយើងក្រឡេកមកមើលគ្រួសារសេដ្ឋីទី2ដែលជាថៃដែលជាបងប្រុសបង្កើតរបស់ធានៅវិញណែសៅឆាតតើកូនចង់ទៅណាទៀតហើយកូនមិនគិតនៅផ្ទះខ្លះទេអីកូនមិនចង់នៅផ្ទះទេកូនចង់ទៅដើរលេងឲ្យសប្បាយម្ដងព្រោះនៅផ្ទះពុកគិតតែបន្ទោសកូនរហូតនឹងកូនមិនចង់នៅផ្ទះទេនេះកូនសប្បាយមិនតន់ឆ្អែតទៀតទេអីកូនថ្ងៃខ្លះក៏មកយប់ថ្ងៃខ្លះក៏ស្រវឹងនេះកូនមិនដែលគិតដល់ចិត្តពុកម៉ែខ្លះទេអីកូនពុកពិតជាបារម្ភពីកូនណាស់ខ្ញុំមិនខ្វល់ទេពុកទ្រព្យសម្បត្តិយើងក៏មានច្រើនពុកអីក៏ខ្វល់ខ្លាំងម្ល៉េះខ្ញុំមិនដែលខ្វល់ទេចង់មានការងារធ្វើអត់ការងារធ្វើក៏ខ្ញុំមិនខ្វល់ដែរពុកព្រោះទ្រព្យសម្បត្តិយើងចាយមិនអស់ទេកូននិយាយនេះពិតជាលើសហើយកូនពិតជាមិនត្រឹមត្រូវទេកូនកុំនិយាយបែបនេះវាពិតជាមិនល្អទេណាកូនអេមិនដឹងជាស្អីទេពុកទ្រព្យសម្បត្តិក៏មានច្រើនពុកទៅខ្វល់ច្រើនម្ល៉េះទៅខ្វល់នាំតែជាក្បាលអីខ្ញុំធុញណាស់ពុកកុំនិយាយមួយថ្ងៃបានទេពុក ណែកូនប្រុសកូនកុំធ្វើអញ្ចឹងណាកូនម៉ែពិតជាពិបាកចិត្តណាស់កូនកុំធ្វើបែបហ្នឹងម៉ែបារម្ភពីកូនទៅមុខកូនកុំនិយាយស្ដីបែបនេះណាកូន សៅឆាតគេមិនខ្វល់អំពីអ្វីទាំងអស់ពេលដែលគេដើរលេងគេគិតតែគេមានប្រាក់អាចទិញអ្វីបានទាំងអស់គេមិនដែលគិតអំពីអនាគតគេនោះទេហើយបន្ទាប់ពីសៅឆាតបានដើរចេញទៅម្ដាយរបស់គេក៏បានដួលសន្លប់យ៉ាងម៉េចទៅហើយម៉ែវាឯងយ៉ាងម៉េច ពុកវាខ្ញុំពិតជាពិបាកក្នុងទ្រូងខ្លាំងណាស់ខ្ញុំពិតជាមិនអាចរស់យូរបានទេណាពុកវា ម៉ែវាឯងកុំបារម្ភអីខ្ញុំមានប្រាក់និងទ្រព្យសម្បត្តិច្រើនណាស់ម៉ែវាខ្ញុំនឹងព្យាបាលម៉ែវាឯងឲ្យជាសះស្បើយម៉ែវាឯងកុំបារម្ភអី ពុកវាខ្ញុំប្រហែលជាមិនរស់ទេពុកវាខ្ញុំពិតជាចុកក្នុងទ្រូងខ្លាំងណាស់ ម៉ែវាឯងកុំស្លាប់អីម៉ែវាក្រោកឡើងម៉ែវា